បងប្អូនខ្លះបានជឿរើសផលិតផលការពារជំងឺទឹកជាប្រើប្រាស់ហើយនៅតែជួបបញ្ហាការលេចជាតិនៅដដែលដូច្នេះខ្ញុំសូមបញ្ជាក់ពីចំណុចខ្លះដែលការប្រើប្រាស់ហើយនៅតែជួបបញ្ហាចំណុចទី1គឺយើងត្រូវគិតអំពីសំណង់ទៅនឹងផលិតផលការពារជំងឺទឹកអញ្ចឹងវាត្រូវមានការពឹងពាក់គ្នាមានន័យថាដើម្បីឲ្យការពារជំងឺទឹកលាបទៅឲ្យមានប្រសិទ្ធភាពនៅក្នុងបន្ទប់ទឹកគឺយើងត្រូវតម្លាក់បាតប្លង់សេដើម្បីឲ្យទឹកហ្នឹងมันអាចចេញមកក្រៅបានហើយស្ថិតនៅក្នុងប្រឡោះនៃប្លង់សេដែលយើងបានតម្លាក់ចុះចំណុចទី2គឺយើងត្រូវរៀបបេតុងបើសិនជាយើងអាចបានតម្លាក់បាតប្លង់សេទេគឺយើងត្រូវចាក់បេតុងជុំវិញធ្វើជាក្បាត់នៃបាតប្លង់សេចំណុចទី3គឺទៅលើស៊ុំទយោជាធម្មតានៅក្នុងបន្ទប់ទឹកយើងមានស៊ុំទយោជាច្រើនអញ្ចឹងស៊ុំទយោហ្នឹងយើងមិនអាចប្រើប្រាស់ការរៀបឥដ្ឋបានទេយើងត្រូវតែចាក់ជាក្បាត់ប្លង់សេផងដែរហើយបើយើងចាប់ដើមរៀបឥដ្ឋបន្តឡើងពីលើក្បាត់ប្លង់សេហ្នឹងហើយយើងអាចចាក់កម្ពស់បានយ៉ាងខ្ពស់ទៅក៏កាន់តែល្អព្រោះការមុជទឹកទៅវាអាចធ្វើឲ្យទឹកហ្នឹងសាចចូលចំណុចទី4គឺទៅលើកទយោអញ្ចឹងកទយោប្រភពនៃប្រព័ន្ធការពារទយោខ្លះគេមានទយោខ្លះមានស្លាបដាលដើម្បីការពារនៅពេលដែលមានបញ្ហាទយោចាក់រឹបមិនបានអស់ទៅវាធ្វើឲ្យទឹកហ្នឹងជាប់នៅក្នុងស្លាបនៃទយោបន្តមកទៀតគឺមានទយោមួយទៀតដែលគេមានកលៈច្រើនដោយការសុងទយោរបស់គេហ្នឹងគឺមានភាពដែលគេកំណត់មកស្រាប់ដែលយើងគ្រាន់តែដាក់ទៅគឺចូលទៅតាមសុងដែលគេបានកំណត់ហ្នឹងហើយមានកលៈច្រើនដែលធ្វើឲ្យការលេចជ្រាបតាមកទយោហ្នឹងគឺមិនងាយមានទេបាទហើយបើក្នុងករណីដែលមានការលេចជ្រាបតាមកទយោអាហ្នឹងយើងមានតែផ្លូវមួយទេគឺយើងបុកបាក់ផងសេយើងបុកជុំវិញកទយោទៅហើយយើងលាបកៅដំណបេតុងចាស់ថ្មីជាមួយនឹងទយោផងជាមួយនឹងបេតុងផងហើយយើងចាក់ក្រោតទៅដើម្បីបំពេញទៅដើម្បីការពារការលេចជ្រាបនៅតាមហ្នឹងហើយចំណុចទី5គឺយើងត្រូវធ្វើ level បានឲ្យធ្វើលំហូរទឹកហូរដាច់ព្រោះជាធម្មតាការពារជំរាបទឹកมันអាចដក់ទឹកបានទេតែដក់ទឹកធ្វើឲ្យជំរាបទឹកហូរយើងអញ្ចឹងត្រូវធ្វើទឹកហូរដាច់ហើយចំពោះសៀវហ្វុងគឺត្រូវស្មើនឹងបាតប្លង់សេដើម្បីឲ្យទឹកហ្នឹងដែលវាធ្លាក់ពីលើការ៉ូចុះទៅដល់បាតប្លង់សេលាក់ទៅលើជំរាបទឹកវាហូរចូលទៅក្នុងសៀវហ្វុងអស់ដោយមិនដក់នៅកន្លែងហ្នឹងបើសិនជាទយោយើងខ្ពស់ស្មើនឹងបាតការ៉ូស្មើនឹងការ៉ូបានន័យថាពេលដែលទឹកហូរទៅដក់ជាប់នៅកន្លែងកទយោហ្នឹងអញ្ចឹងយូរទៅក៏នៅតែបង្កឲ្យមានបញ្ហាអញ្ចឹងបានន័យថាទយោហ្នឹងគឺត្រូវស្មើនឹងបាតប្លង់សេពេលដែលទឹកធ្លាក់ចុះពីការ៉ូទៅវាធ្លាក់ចុះទៅក្នុងបាតប្លង់សេហ្នឹងអញ្ចឹងហូរទៅកាន់ស៊ីហ្វុងធ្វើមិនឲ្យមានទឹកហ្នឹងនៅសេសសល់ហើយចំណុចបន្តមួយទៀតមុននឹងយើងប្រើប្រាស់ការពារជំរាបទឹកហ្នឹងក៏យើងត្រូវពិនិត្យលើផ្ទៃបាតហ្នឹងដែរយើងអាចដាក់ទឹកត្រាំមើលសិនតើផ្ទៃបាតជំរាបទឹកយើងមានបញ្ហាអត់ទៅហើយយើងឆ្ងល់យើងសួរវិញថាចុះបើសិនជាយើងធ្វើសំណង់ល្អចាក់បេតុងក្បាត់តម្លាក់បាតប្លង់សេហើយទឹកមិនអាចជិបចេញទៅគឺយើងប្រើប្រាស់ការពារជំរាបទឹកទៅអីយើងត្រូវចាំថាជំរាបទឹកគឺជ្រាបចូលក្នុងបាតប្លង់សេហ្នឹងប៉ុន្តែមិនលេចចេញមកក្រៅទេប៉ុន្តែនៅជាប់នៅក្នុងបាតប្លង់សេពេលដែលជាប់ក្នុងបាតប្លង់សេយូរទៅវាធ្លាក់ចូលទៅក្នុងដៃវាស៊ីដៃវាមានបញ្ហាជាមួយនឹងដៃចឹងអ្វីដែលយើងលាបការពារជំរាបទឹកដើម្បីរក្សាបាតប្លង់សេរបស់យើងហ្នឹងឲ្យនៅមានភាពល្អដែលមិនប៉ះពាល់ទៅដល់គ្រោងនៃដែកធម្មតាទឹកទៅធ្លាក់ចុះទៅវាចុះទៅប៉ះដែកឬក៏វាចុះទៅកន្លែងផ្សេងណាដែលបេតុងយើងខ្សោយគឺវាបន្តទៅទៀតហើយវាចេះទៅហ៎មួយថ្ងៃយើងមួយបន្តិចមួយថ្ងៃមួយបន្តិចមួយថ្ងៃមួយបន្តិច2 3នាក់4នាក់មួយទឹករាល់ថ្ងៃយូរទៅជ្រាបច្រើនទៅធ្វើបាតប្លង់សេយើងដាក់អាហ្នឹងបើក្នុងករណីដែលយើងបានរៀបចំសំណង់យើងបានល្អប្រសើរហើយដែលមិនមានបញ្ហានៃការលេចជ្រាបអញ្ចឹងយើងលាបការពារជំរាបទឹកដើម្បីកុំឲ្យទឹកហ្នឹងជ្រាបចូលក្នុងបាតប្លង់សេជៀសវាងបញ្ហាទាំងអស់ហ្នឹងហើយពេលដែលយើងលាបការពារជំរាបទឹកហើយអ្វីដែលយើងត្រូវធ្វើគឺយើងប្រើស៊ីម៉ងកាវបិទការ៉ូព្រោះស៊ីម៉ងកាវវាមានភាពខាប់ណែនល្អអញ្ចឹងធ្វើឲ្យទឹកក៏មិនងាយនឹងគេហៅចុះទៅដែរប៉ុន្តែក៏មិនចុះទៅលឿនអញ្ចឹងណាបាទហើយយើងប្រើរងណាដែលជារងប្រភេទរងដែលមានប្រសិទ្ធភាពខ្ពស់ដែលជាប្រភេទរងដែលជួយទប់នឹងការពារជាតិទឹកផងដែរអញ្ចឹងធ្វើឲ្យប្រព័ន្ធនៃការពារជាតិទឹកយើងគឺយើងរស់នៅរាប់ឆ្នាំមិនទៅណាគឺមិនមានបញ្ហានៃការលេចជាតិនឹងមកវិញទេអញ្ចឹងយើងគួរតែប្រឹកព្រៀងពីដំបូងជៀសវាងមានបញ្ហាកើតឡើងហើយ
បញ្ហាកើតឡើងវាមិនស្រួលទេព្រោះយើងនៅផ្ទះរាល់ថ្ងៃរុះរើដាប់ចុះដាប់ឡើងឆ្លងអញ្ចឹងយើងធ្វើឲ្យហើយទៅហើយមិនជាអស់លុយច្រើនប្រហែលទេនៅក្នុងការគិតគូរធ្វើមុនជាវាងដែលមានបញ្ហាយើងធ្វើក្រោយនាំតែមានអារម្មណ៍មិនល្អបាទអរគុណ